ចាសូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចានៅក្នុងវីដេអូនេះផងដែរគឺខ្ញុំមកធ្វើវីដេអូសម្រាប់បងប្អូនដែលជាប់ចំណាត់ថ្នាក់លេខ8នៅក្នុងឆ្នាំ2026គឺមានឱកាសឆ្នាំចចាសម្រាប់ឆ្នាំចរបស់យើងនៅក្នុងឆ្នាំក្រោយវាត្រូវជាមួយនឹងម៉ូមីក៏ពិតមែនប៉ុន្តែរាសីនៅលើចំណាត់ថ្នាក់លេខ8ទេចាអញ្ចឹងសម្រាប់លុយកាក់នៃការឆ្នាំចយើងទទួលបាន60%តំណាក់តំណងយើងទទួលបាន80%ចាកិច្ចការងារទូទៅយើងទទួលបាន60%សុខភាពយើងទទួលបាន60%រីឯការសិក្សាយើងទទួលបាន60%បើសិនជាបងប្អូនដែលនៅសិក្សាវិជ្ជាផ្សេងឬមកក៏ក្មេងៗអញ្ចឹងណាចាក្មេងជំទង់ក្មួយជំទង់អីអញ្ចឹងគឺគាត់អាចមើលលទ្ធផលសិក្សាគាត់បាននៅក្នុងឆ្នាំក្រោយគឺទទួលបាន60%ប៉ុន្តែសូមបញ្ជាក់ម្ដងទៀតទោះតែថាយើងមានបរិមាណតិចតួចមែនមានន័យថាលុយបានតែ60%តំណែងបានតែ80កិច្ចការងារទូទៅបានតែ60ឬមួយក៏សុខភាពបានតែ60ឬមួយក៏ការសិក្សាបានតែ60%ក៏ប៉ុន្តែប៉ុន្តែអាស្រ័យនៅលើការខិតខំប្រឹងប្រែងព្យាយាមរបស់យើងគួរផ្សំបន្ថែមទៀតយើងមិនមែនដេកដួលល្មួផ្សំក្រិចជាមួយនឹងថ្ងៃខែឆ្នាំកណាត់ទេហើយការវិភាគនេះគឺយើងមិនមែនវិភាគទៅលើថ្ងៃខែឆ្នាំកណាត់នឹងម៉ោងកើតពិតប្រាកដរបស់យើងទេគឺយើងមើលទៅលើមួយផ្នែកនៅក្នុងឆ្នាំចទូទាំងពិភពលោកអញ្ចឹងទៅវាគេហៅថានិយាយជារួមណាចាបើសម្រាប់បងប្អូនចង់ដឹងថាតារាងថ្ងៃខែឆ្នាំកណោតរបស់យើងវិភាគទៅនៅក្នុងឆ្នាំក្រោយហ្នឹងហើយវាទទួលបានអីខ្លះខែនេះទទួលបានលុយកាក់ប្រមាណភាគរយខែក្រោយទទួលបានប្រមាណភាគរយអីអញ្ចឹងគឺអាហ្នឹងគឺយើងត្រូវមើលរាសីរបស់យើងពេញមួយឆ្នាំសាថ្មីអញ្ចឹងណាអញ្ចឹងសរុបជារួមនៅក្នុងឆ្នាំក្រោយឆ្នាំចហ្នឹងគឺទទួលបាន64%ដែរមិនថាលុយកាក់តំណែងស្នេហារវាងប្តីប្រពន្ធបងប្អូនញាតិមិត្តការងាររកស៊ីសុខភាពការសិក្សាអីទូទៅទេចាបន្តមកទៀតគឺនៅក្នុងទិសដែលល្អសម្រាប់អ្នកកើតឆ្នាំចដែលគួរតែអង្គុយឬមួយក៏គួរធ្វើការឬមួយក៏ចេញដំណើរទៅណាមកណាឆ្ងាយអីអញ្ចឹងគឺតកតនឹងទិសខាងកើតហើយលេខសំណាងដែលល្អគឺមានលេខ1លេខ2ហើយពណ៌ដែលល្អប្រើប្រាស់សម្រាប់ពេញមួយឆ្នាំនេះគឺមានពណ៌បៃតងពណ៌ស្លែពណ៌ក្រីនពណ៌ស្លឹកឈើចាពណ៌រៀងខៀវបៃតងចាហើយយើងអាចធ្វើជាកម្រាលជូតជើងការ៉ាពូកសំពុកសំខ្នើយកៅអៅស្លៀកពាក់អាវក្នុងលីអូឬមួយក៏សំដៃសំជើងកាបូបស្ពាយតូចធំម៉ូតូឡានពូកអីសពប្រភេទអញ្ចឹងណាចាហើយសត្វដែលនាំសំណាងហើយនាំជំនួយដល់អ្នកកើតឆ្នាំចនឹងគឺមានតែឆ្នាំទុនសាយមួយទេអញ្ចឹងយើងអាចទិញទុនសាយដែលយើងដេកអោបហ្នឹងហើយយកពណ៌រៀងខៀវមកដេកអោបទៅឬមួយក៏យើងទិញទុនសាយប៉ុន្តែទុនសាយដែលធ្វើអំពីឈើនៅទូតពូកអីគេមានលក់អញ្ចឹងយើងយកមកពាក់អញ្ចឹងទៅដើម្បីលើករាសីឬមួយក៏យើងអាចទៅរកអ្នកកើតឆ្នាំទុនសាយឲ្យគាត់ជូនពរយើងសុំសេចក្តីសុខសប្បាយអំពីអ្នកកើតឆ្នាំទុនសាយនៅក្នុងឆ្នាំក្រោយនឹងអញ្ចឹងណាហើយសម្រាប់ឆ្នាំចព្យាយាមឲ្យគាត់ទៅឆែកសុខភាពដោយសារនៅក្នុងឆ្នាំក្រោយបើមើលទៅតាមនេះគឺជាការព្យាកររបស់ស្ដេចចិនសានៅសិង្ហបុរីអញ្ចឹងខ្ញុំយកមកបកប្រែជូនបងប្អូនទាំងអស់គ្នាចាបន្តមកទៀតនៅក្នុងឆ្នាំក្រោយហ្នឹងគឺបើមើលទៅលើតារាសាស្ត្រគឺមានអ្នកកើតឆ្នាំកនិងអ្នកកើតឆ្នាំចហ្នឹងអាចទទួលរងរមាស់ស្គៀបឬមួយក៏មេរោគផ្សេងដែលកើតឡើងចំពោះគាត់អាចតែលាក់ស៊ីស្បែកឬមួយក៏កន្ទួលរមាស់ឬមួយក៏មេរោគផ្សេងនៅក្នុងខ្លួនអញ្ចឹងយើងអាចព្យាយាមទៅឆែកសុខភាពមុនទៅកាលណាយើងបានឆែកសុខភាពយើងញ៉ាំអនាម័យយើងរស់នៅមានអនាម័យទៅគឺវាជួយយើងបានច្រើនដែរអញ្ចឹងចាអញ្ចឹងគឺអត់មានអីខ្លាំងជាងខ្លួនឯងទេសង្គ្រាមប្រហែលថ្ងៃនេះបានធ្វើឲ្យយើងដឹងថាគ្មានអ្នកណាជួយយើងក្រៅអំពីជើង2ភ្នែក2ដៃ2ខួរក្បាល1បេះដូង1ដែលយើងសហការគ្នារួមជាធ្លុងមួយដោយសាមគ្គីរួមជាកម្លាំងជាមួយថ្នាក់ដឹកនាំយើងដើម្បីស្រោចស្រង់ប្រទេសជាតិយើងទេអញ្ចឹងសូម្បីតែអាមេរិកម៉ាឡេស៊ីណាណៃសេកថៃក៏វាអត់ស្ដាប់ដែរសៀមក៏វាអត់ស្ដាប់ដែរបើយើងមិនមានកម្លាំងទប់ទល់បើយើងមិនខ្លាំងទេគឺយើងប្រកាសជាស្លាប់អត់មានអ្នកណាគេមកជួយយើងទេអ្នកដែលគេជួយយើងនឹងបានលុះត្រាតែយើងខ្លាំងដែរបានគេជួយដូចអ្នកគ្រូណាលីគាត់តែមានប្រសាសន៍ថាគាត់ជួយបានតែតើយើងខ្លាំងដែរអញ្ចឹងមានតែយើងខ្លួនឯងនឹងឯងដែលជួយខ្លួនឯងអត់មានអ្នកណាគេមកជួយយើងទេអញ្ចឹងយើងប្រឹងប្រែងទាំងអស់គ្នាមិនថាចិត្តស្នេហាជាតិចិត្តរួបរวมសាមគ្គីលះបង់ប្រាក់កាក់តិចតួចអីទៅតាមដែលយើងអាចធ្វើបានអញ្ចឹងណាចាសូមអរគុណបងប្អូនដែលនៅសហរដ្ឋអាមេរិកគាត់បានបរិច្ចាគច្រើនបងប្អូនទាំងអស់ដែលមើល page ខ្ញុំហ្នឹងគាត់បរិច្ចាគច្រើនមែនតើ